បាទសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាបាទបងប្អូនពលករទៅថៃបាទបងប្អូនបានយ៉ាងម៉េចដែរបងប្អូនបាទសុខសប្បាយហើយដែរឬទេបាទគណៈពេលនេះណាបាទអញ្ចឹងបងប្អូនបាទសុខសប្បាយហើយបងប្អូនកុំភ្លេចបាទខមមិនប្រាប់ខ្ញុំផងដោយសារខ្ញុំបាទមានការបារម្ភមែនទែនបាទបងប្អូនពលករដែលធ្វើការនៅប្រទេសថៃណាបាទដែលនៅចំកន្លែងរំជួយដីបាក់គីបងប្អូនបាទយ៉ាងណាយ៉ាងណីហើយបងប្អូនអើយបាទពិតជាសំណោកមែនតើហើយមិនទាន់ដឹងថាបាទបងប្អូនយើងមានរបួសប្រហែលអ្នកឬមួយក៏បាទសុវត្ថិភាពហើយឬទេបាទយ៉ាងណាទេព្រឹកនេះហ្នឹងហើយបងប្អូនដោយសារពីម្សិលមិញថ្ងៃទី28ខែមីនាបាទឆ្នាំ2025បាទមានការរំជួយដីបាទខ្លាំងមែនតើនៅប្រទេសថៃបាទនៅចង់និយាយរំជួយដល់គេថា7.7បងប្អូនបាទពិតជាខ្លាំងមែនតើហើយការរំជួយដីនេះបាទគឺរំជួយនៅប្រទេសថៃផងបាទនៅមីយ៉ាន់ម៉ាដែលយើងហៅភូមិមាផងបាទនៅខាងកម្ពុជាយើងបើតាមខ្ញុំស្ដាប់ព័ត៌មានសិនមិញបាទនៅខាងកំពង់សោមបាទក្រុងបរសេនុនោះក៏មានការរំជួយមួយផ្លែដែរហើយក៏មានវីដេអូបាទពីខាងបងនៅបាត់ដំបងបាទថាមានទឹកបាទទឹកយើងរៀងមើលទៅអាឡូកដែរអញ្ចឹងវាគាត់ជាចំហាយទេបាទប៉ុន្តែការរំជួយធំគឺនៅមីយ៉ាន់ម៉ាបាទដែលជាប្រទេសភូមានិងប្រទេសថៃបងប្អូនបាទហើយវីដេអូនេះផងដែរបាទដូចបានជម្រាបពីក្បាលវីដេអូចឹងឯងធ្វើឡើងបាទដើម្បីសួរសុខទុក្ខបាទបងប្អូនពលករយើងនៅប្រទេសថៃហើយថ្ងៃនេះបើតាមខ្ញុំដឹងព័ត៌មានថ្មីអាប់ដេតទៀតគឺបងប្អូនពលករថៃនៅថៃបាទគាត់ធ្វើការហ្នឹងគឺបុកមកប្រទេសខ្មែរច្រើនណាស់បាទត្រឡប់មកផ្ទះវិញអញ្ចឹងបងប្អូនបាទខាងព្រំដែនបាទបងខាងសមត្ថកិច្ចណាអញ្ចឹងសុំសម្រួលឲ្យគាត់បាទមកផ្ទះបានស្រួលផងហើយចិត្តចូលឆ្នាំហើយកុំយល់លុយកាក់គាត់អីបាទអញ្ចឹងខ្ញុំសុំសំណូមពរប៉ុណ្ណឹងបាទបងប្អូនកុំភ្លេចជួយ share វីដេអូនេះមួយបាទចែករំលែកជាព័ត៌មានទាំងអស់គ្នាបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់មើលទឹកអង្គើផែនដីឡើងយកមនុស្សហ្នឹងឡើងស៊ីសើមនុស្សហ្នឹងមើលទឹកហ្នឹងសើជួយផែនដីជួយមើលឡើងឈរហ្នឹងហ្នឹងយើងឈរទីធំហ្នឹងបាទបងប្អូនហ្នឹងទៅទៅផែនដីហ្នឹងមើលទឹកអត់ដូចចាំផ្ញើទីក្នុងហ្នឹងដើរដួលហ្នឹងទីក្នុងដីហ្នឹងស្អែកមើលទឹកអូទឹកលួយទឹកបោកមើលនេះឡើងនេះមិនខុសចិត្តកន្លែងការជួបវត្តទេមើលទឹកខ្ញុំដើរចេញមកទៅទីខោកើបងប្អូនអត់នៅចិត្តមកទឹកអត់ដឹងមកទិញធំតាស្មានតែស្អីតាលេងចុះទឹកតែការលេងចុះទឹកផងដកនៅណាខ្ញុំមានឲ្យលើមុនចឹងទឹកមិនដឹងមើលទឹកអត់ដឹងទេឃើញលោមើលខ្ញុំស្មានទឹកខ្យល់ណាវិញខ្ញុំជីតោអត់ដឹងអីទេខ្ញុំមិនចឹងលើមុនចឹង